ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាវិលត្រឡប់មកកាន់វីដេអូរបស់ខ្ញុំសាជាថ្មីម្ដងទៀតនៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបចូលទៅបង្កើតរូបភាពបែបនេះឬមួយក៏រូបភាពបែបនេះដែលគេកំពុងតែ viral ខ្លាំងមែនទែននៅក្នុង TikTok អញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់ចេះបង្កើតរូបភាពបែបនេះកុំភ្លេចតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់បងប្អូននឹងអាចយកទៅអនុវត្តទៅគឺនឹងបានរូបភាពបែបនេះដូចខ្ញុំហើយអញ្ចឹងគឺយើងប្រើ ChatGPT ដដែលទេដើម្បីឲ្យ ChatGPT នឹង generate រូបភាពបែបនេះអញ្ចឹងបងប្អូនទាំងអស់គ្នាប្រកាសជាចេះចូលហើយនៅក្នុង ChatGPT អញ្ចឹងខ្ញុំសូមធ្វើការចូលតែម្ដងអញ្ចឹងនៅពេលដែលខ្ញុំចូលក្នុង ChatGPT ខ្ញុំសូមទៅធ្វើការរើសរូបភាពរបស់ខ្ញុំមួយបងប្អូនទាំងអស់គ្នាអញ្ចឹងយើងចុចសញ្ញាបូកនៅខាងក្រោមនេះមកហើយយើងយកពាក្យថា add photo and file ហើយយើងយកពាក្យថា photo library ហើយយើងទៅរើសរូបភាពមួយមកអញ្ចឹងខ្ញុំយករូបភាពរបស់ខ្ញុំមួយហើយខ្ញុំចុច add នៅខាងលើអញ្ចឹងបន្ទាប់ពី add រូបភាពហើយគឺខ្ញុំទៅសេ prompt ចូលបងប្អូនទាំងអស់គ្នាដោយសារតែខ្ញុំបានទៅសេរួចហើយ prompt របស់ខ្ញុំអញ្ចឹងខ្ញុំសូម copy ហើយខ្ញុំផាសវាចូលតែម្ដងតែដោយសារតែខ្ញុំបានផាសវាចូលហើយអញ្ចឹងបើសិនជាបងប្អូនបង្កើតមកនៅត្រង់កន្លែងនេះបងប្អូនបើសិនជាកន្លែងឈ្មោះ profile Facebook របស់បងប្អូននេះបងប្អូនចង់ដាក់ឈ្មោះរបស់បងប្អូនទាំងអស់គ្នាគ្រាន់តែដូរកន្លែងនេះមកអញ្ចឹង prompt នេះខ្ញុំនឹងដាក់ចូលនៅក្នុង description ក្រោមវីដេអូរបស់ខ្ញុំនៅក្នុង channel YouTube បើសិនជាបងប្អូនទាំងអស់គ្នាចង់ generate រូបភាពបែបនេះបងប្អូនអាចចូលទៅ copy បានអញ្ចឹងយើងវិលត្រឡប់មកវិញអំពីការដាក់ឈ្មោះរបស់យើងនៅត្រង់ profile Facebook អញ្ចឹងកន្លែងនេះយើងដាក់សញ្ញាស្មើនៅពីមុខ photo username នេះមកបងប្អូនទាំងអស់គ្នាតមកទៀតបងប្អូនដាក់ឈ្មោះ Facebook របស់បងប្អូនចង់បានឈ្មោះអីគេបងប្អូនដាក់មកឥឡូវខ្ញុំដាក់ឈ្មោះរបស់ខ្ញុំអញ្ចឹងនៅពេលដែល ChatGPT generate ទៅនៅត្រង់កន្លែង profile Facebook នេះគឺវានឹងចេញឈ្មោះរបស់យើងហើយអញ្ចឹងនៅពេលដែលខ្ញុំដាក់ឈ្មោះហើយអញ្ចឹងខ្ញុំចុចឲ្យ ChatGPT generate ឲ្យតែម្ដងអញ្ចឹងយើងរងចាំបន្តិចដែរបងប្អូនទាំងអស់គ្នាដើម្បីឲ្យ ChatGPT ធ្វើការ generate រូបភាពនឹងចេញមកឲ្យយើងអញ្ចឹងយើងរងចាំបន្តិចសិនទៅចាំមើលថាលទ្ធផលចេញមកគឺបានបែបណាបងប្អូនទាំងអស់គ្នាអញ្ចឹងវារៀងយូរដែរបងប្អូនអាចចូលជា30វិនាទីអីដែរតម្រាំតែ ChatGPT នឹងធ្វើការ generate ឲ្យបានអញ្ចឹងយើងរងចាំទាំងអស់គ្នាសិនទៅfinish up ឲ្យបងប្អូនអញ្ចឹងចិត្តរួចហើយចុងក្រោយចេញមកលើហើយអញ្ចឹងខ្ញុំសូមបងប្អូនទាំងអស់គ្នាមួយគឺនៅពេលដែលបងប្អូនបានតាមដានទស្សនាវីដេអូរបស់ខ្ញុំហើយបងប្អូនទាំងអស់គ្នាជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗអំពីបច្ចេកវិទ្យាពីរបៀបបង្កើតវីដេអូឬមួយក៏បង្កើតរូបភាពអីផ្សេងបងប្អូនទាំងអស់គ្នាអញ្ចឹងនេះបងប្អូនទាំងអស់គ្នាលទ្ធផលចេញមកគឺបានបែបនេះអញ្ចឹងនេះបងប្អូនទាំងអស់គ្នាមើលកន្លែងឈ្មោះនេះអញ្ចឹងគឺវាចេញឈ្មោះខ្ញុំដាក់ថាឈុនអញ្ចឹងបើបងប្អូនឈ្មោះអីផ្សេងបងប្អូនគ្រាន់តែដូរឈ្មោះនៅត្រង់កន្លែងហ្នឹងទៅបានហើយបងប្អូនទាំងអស់គ្នាអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នេះឯងសូមអរគុណ